Ok, bà số đâyទាំងអស់គ្នាបាទស្វាគមន៍មកកាន់ channel របស់ខ្ញុំម៉ាត់អ៊ឺនដាវីតបាទថ្ងៃនេះយើងបន្តមេរៀនរបស់យើងតកតងមួយ Linux បន្តទៀតតែតកតងមួយការ install package យើងមានប្រើ RPM យើងមានប្រើ YAM យើងមានប្រើ DNF ឥឡូវយើងឧទាហរណ៍ជាមួយនឹងការប្រើប្រាស់បាទ RPM ឬឧទាហរណ៍ខ្ញុំចង់ search RPM មួយ RPM បើយើង task មក QA ហើយយើងធ្វើការ grab វាមួយមកបាទ grab បាទ telnet ចឹងសម្រាប់ telnet ដែលយើង install ហើយវានឹងបង្ហាញតែបើសិនជាអត់បាន install ទេបាទយើងនឹងអត់អាចឃើញទេឥឡូវឧទាហរណ៍ថាខ្ញុំចង់លុបវា RPM task QA អធិស្ឋាន dash e នឹងគឺ erase បាទយើងវាយមក telnet អូខេបាទចឹងយើង search ម្ដងទៀតបាទចឹងគឺនឹងបាត់ហើយឥឡូវយើងវាយពាក្យ comment ថា RPM យើងវាយមក dash QA អញ្ចឹងយើងនឹងឃើញច្រើនមែនទែនតកតងជាមួយនឹង package ឥឡូវខ្ញុំសូមធ្វើការ clear មួយចុះដោយសារតែខ្ញុំ crop ខ្ញុំ record crop ទៅអត់ឃើញ clear ខាងក្រោមអូខេជាយើងធ្វើការ clear អញ្ចឹងយើងធ្វើការប្រើ command jam មួយមកដើម្បី search រក package telnet របស់យើងអូខេអញ្ចឹងយើងធ្វើការមក jam យើងចង់ download អូខេ jam install មកវាយ command មក telnet អូខេអានេះគឺយើងត្រូវការ verify បន្តិចបាទអញ្ចឹងគឺត្រូវការ download លឿនមែនទែនបាទអញ្ចឹងគឺរួចរាល់សម្រាប់ telnet របស់យើងឥឡូវយើងធ្វើការ search yam អូខេ yam list បាទ install អញ្ចឹងនេះគឺជាអ្វីដែលយើងធ្វើការបាន install ហើយគឺមានច្រើនមែនទែនដោយសារខ្ញុំមាន config អីមួយចំនួននៅក្នុងហ្នឹងអញ្ចឹងក៏ខ្ញុំមាន download package បានច្រើនដែរសម្រាប់ការ store ទុកនៅក្នុងហ្នឹងចុះអញ្ចឹងសម្រាប់ telnet មិញនឹងនៅណាទេបាទយើងធ្លាប់ download zip មានអីច្រើននៅក្នុងហ្នឹងបាទ Python មានអីហ្នឹងសិតតែ package ណាបាទច្រើនមែនទែនបាទអញ្ចឹងយើង scroll អូសយូរខ្លាំងណាបាទអត់ទេឥឡូវយើងធ្វើការ clear វាមួយចុះបាទ clear មួយឥឡូវយើង search បាទ install មិញហើយឯងបាទអញ្ចឹងយើងសាកចេះមើលបាទចេញទេបាទ yam list telnet អូបាទនេះបាទគឺចេញមកហើយបាទអញ្ចឹងយើងចង់បាន telnet គឺឃើញ telnet អីនេះគឺប្រាប់ថា install ហើយអញ្ចឹងឧទាហរណ៍បើខ្ញុំ search yam list nano nano គឺ available នៅក្នុងCNF របស់យើងប៉ុន្តែគឺអត់ត download ទេនេះគឺវាប្រាប់ថា available អញ្ចឹងនេះយើងចង់មើលលក្ខណៈថាយើងចង់មើល package ដែលយើងអត់តបាន install យើងវាយ list មកហើយយើងវាយពាក្យថា available អូមកនេះមកកាភ្លុះបាទយើងចង់ download អីគឺ download ហ្នឹងទៅបាទមានច្រើនមែនតើអញ្ចឹងឧទាហរណ៍ខ្ញុំចង់ប្រើ jam ហ្នឹងដើម្បីធ្វើការ remove បាទអញ្ចឹងខ្ញុំធ្វើ jam ដើម្បីធ្វើការ remove ទៅលើ telnet ទៅ jam remove បាទយើងវាយមក telnet អូខេយើងធ្វើការ verify បាទខ្ញុំសូមធ្វើការ clear មួយបន្តមកទៀតយើងប្រើ jam បាទ list telnet របស់យើងមកអញ្ចឹងគឺនឹងបង្ហាញដូចគ្នា telnet ប៉ុន្តែនៅក្រោមពាក្យមួយថា available package មិនមែនជាការដែលយើង install រួចរាល់ទេបាទអូខេឥឡូវយើងធ្វើការសាកជាមួយ DNF វិញម្ដង DNF វាស្តៀងមួយចាំដែរបាទយើង search មកបាទ tel បាទ net បាទ no such file បាទសេខុសសេត្រូវនេះអូបាទ DNF application list បាទ telnet បាទអញ្ចឹងនេះគឺ available ឥឡូវនេះគឺយើងបន្ទាប់ពីធ្វើការ search ហើយបាទយើង DNF បាទ DNF បាទ install មកបាទ tel បាទ net បាទយើងដក y មើលប៉
វាអត់ចង់ចុចចេះឲ្យវា download auto មកខ្ញុំបាច់ verify អញ្ចឹងសម្រាប់យ៉ាំជាមួយនឹងDNF គឺគេនិយមប្រើហើយពេលចឹងគេភ័យយ៉ាំដោយសារតែការ install បើតាមរយៈពីររបៀបនេះគឺវានឹង download dependency auto មានន័យថាឧទាហរណ៍ថាយើង download Google មួយចុះយើង download Google វាទៅកែ package ច្រើនអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំប្រើ RPM ចុះបាទខ្ញុំសូម clear មួយRPM RPM tax QA ហើយយើង grab មួយមកបាទ Google បាទនេះគឺ download បានច្រើនបាទខ្ញុំគួរ remove អត់ទេនេះអញ្ចឹងមានន័យថាបើសិនជាបើ Google នឹងត្រូវការ download វាមានតែការ font មានតែការអីយើងមាន package ច្រើនប៉ុន្តែបើយើង download តាមរយៈYAM ឬមួយក៏ DNF package ទាំងហ្នឹងគឺយើងអត់ខ្វាយទៅការ download ទេអត់មាន warning ទេគឺវានឹងធ្វើការ download auto តាមរយៈ comment DNF ឬមួយក៏ YAM ហ្នឹងឯងគឺ auto តែម្ដងហើយយើងបកមកប្រធានបទរបស់យើងវិញតែមិញគឺបើយើងបានធ្វើការ download ជាមួយនឹងTelnet តែមិញបាទ DNF បាទ list បាទ Telnet បាទយ៉ាងនេះគឺ install ហើយអញ្ចឹងបាទយើងបានប្រើបាន2របៀប3របៀបបើប៉ុន្តែ RPM គេអត់សូវប្រើទេដោយសារវាទៅការ warning ច្រើនយើងទៅការ download dependency អីបាទច្រើនមែនទែនប៉ុន្តែយើងអាចជំនួសវិញដោយការប្រើប្រាស់តាមរយៈ comment DNF ឬមួយក៏ YAM បានអញ្ចឹងបន្ទាប់ពីយើងធ្វើការ install ហើយបាទនេះគឺយើង install ហើយមាន package Telnet ហើយអញ្ចឹងឧទាហរណ៍ថាយើងសាកសួរតាមវា RPM ឃើញអត់ RPM task មួយមក QA បាទ grab Telnet អូខេនេះឃើញដូចគ្នាឥឡូវខ្ញុំធ្វើការ remove វិញបាទ DNF DNF remove បាទដូចគ្នាទេបាទការប្រើប្រាស់ស្តៀងគ្នាទេអូច្រឡំបាទយើងដាក់មក Telnet ឥឡូវយកទៅខ្ញុំអត់ដាក់ដក y ទេដាក់ចេះវានឹងសួរយើងឯងចង់លុបអត់បងបាទយើងដាក់ yes មកម៉ាត់មកយើងគឺវាលុបឲ្យអូតូហើយបាទអញ្ចឹងអូខេបាទយើងទៅការ clear មួយអញ្ចឹងសម្រាប់ការប្រើប្រាស់ DNF យើងការប្រើប្រាស់ RPM បាទប្រើប្រាស់ YAM គឺមានតែប៉ុណ្្នឹងទេអរគុណច្រើនមែនទែនសម្រាប់ការតាមដានទស្សនា